តម្រាឆ្នាំមាសទាំង6ដួងក្នុងទេវតាឆ្នាំមមីឆ្នាំមាសកម្រិត3បានព្យាកររួចរាល់អស់ហើយគឺបានទៅកាន់កូនចៅប្រុសស្រីអ្នកកើតឆ្នាំខាលណាឥឡូវយើងចូលមកដល់ថ្នាក់ទី2ណាតួលេខរៀងលេខ2ឆ្នាំមមីមានកម្រិតមាស2ណានៅក្នុងទេវតាឆ្នាំមមីខ្លួនឯងនឹងចន្លោះពីខែ4ឆ្នាំ2026រហូតដល់ខែ4ឆ្នាំ2027ឆ្នាំមមីក្នុងទេវតាឆ្នាំមមីមានកម្រិតមាស2ណាអញ្ចឹងកូនចៅសិស្សកូនប្រុសស្រីអ្នកកាត់ឆ្នាំមមីបានឃើញវីដេអូលោកគ្រូព្យាករចន្លោះពីខែ4ឆ្នាំ2026រហូតដល់ខែ4ឆ្នាំ2027កូនចៅបានឃើញវីដេអូនេះជាសំណាងធំចុច share 3 ដងបងប្រាថ្នាអ្វីលោកគ្រូជូនពរឲ្យបានសម្រេចក្នុងពេលឆាប់ខាងមុខបងប្រាថ្នាមានលៀបសូមឲ្យមានលៀបដូចគេម្ដងបងប្រាថ្នាមានទ្រព្យសូមឲ្យមានទ្រព្យដោយបងប្រាថ្នាចង់បានអ្វីក៏សូមបានសម្រេចសម្បូរសម្បត្តិភោគៈរស័យឡើងខ្ពស់មានលៀបមានជ័យសេរីសួស្តីវិបុលសុខគ្រប់ទិសទីហេងគ្រប់មុខរបររស័យឡើងខ្ពស់អញ្ចឹងចំពោះកូនចៅសិស្សគុណទេវតាឆ្នាំមមីហើយចំតួធាតុឆ្នាំមមីកម្រិតមាស2មុននឹងចូលដល់ការលម្អិតការព្យាករឆ្នាំមមីចំពោះកូនចៅសិស្សកូនប្រុសស្រីអ្នករស័យដាក់កុដឆ្នាំឆុងឆ្នាំណាប្រើបានទៅរកស៊ីទាំងការព្រាខ្សែកម្មត្បូងពលឺមានពណ៌បៃតងខ្ចីនាពេលងងឹតឬក៏ពេលយប់ទាំងការព្រាទាំងរកស៊ីត្រូវទាំងអស់កុដឆ្នាំឈឺច្រើនមានបញ្ហាស្មុគស្មាញប្រើបានទាំងបរិសុទ្ធទាំងស្ត្រីចំពោះកូនចៅដែលចង់ជាវលេខទូរស័ព្ទ Telegram 0316222 310ឬឆាតចូល page លោកគ្រូផុសវីដេអូនេះឬក៏ឆាតចូលក្នុង TikTok ដើម្បីសួរពីតម្លៃឥឡូវយើងចូលមកដល់បរិសុទ្ធស្ត្រីអ្នកកាត់ឆ្នាំមមីកម្រិតមាស2តាំងពីតូចរហូតដល់ធំដឹងក្តីណាអាយុច្រើនប៉ុណ្ណេះជួបបញ្ហាជួបព្យុះជួបភ្លៀងមានរឿងរ៉ាវជាច្រើនតម្រាំតែសុខស្រួលដោយរាល់ថ្ងៃនេះប៉ុន្តែអ្នកកាត់ឆ្នាំមមីក៏តាមតួពេលវេលាដែរអ្នកកាត់ពេលយប់ក៏មិនទាន់សុខស្រួលនៅឡើយទេប៉ុន្តែអ្នកកាត់ពេលថ្ងៃគ្រាន់សុខស្រួលខ្លះហើយប៉ុន្តែនៅតែមានសម្ពាធផ្លូវចិត្តមានការគិតច្រើនមានទុកព្រួយច្រើនអញ្ចឹងចំពោះអ្នកកាត់ឆ្នាំមមីបរិសុទ្ធស្ត្រីមិនងាយនឹងបានជួបរឿងល្អក្នុងជីវិតសមដោយបំណងទេជួយគេឲ្យបានទោសណាជួយគេឲ្យបានបញ្ហាសង្គ្រោះគេឲ្យជួបតែខ្លានិងក្រពើជួបតែពស់អញ្ចឹងអ្នកកាត់ឆ្នាំមមីគួរកាត់បន្ថយនៅរឿងណាដែរយើងធ្លាប់ជួយឲ្យបានទោសមុននឹងជួយមើលចរិតមនុស្សផងឥឡូវយើងចូលមកដល់ការព្យាករពីខែ4ឆ្នាំ2026ទៅដល់ខែ4ឆ្នាំ2027ក្នុងទេវៈឆ្នាំមមីតួឆ្នាំមមីមានកម្រិតមាស2ក្នុងនោះមានកម្រិតលៀបបង្ហូរចូល 79%លោកគ្រូសូមអបអរសាទរដល់កូនចៅប្រុសស្រីអ្នកកាត់ឆ្នាំមមីមានកម្រិតលៀបហូរចូល 79% ណាក្នុងនោះក៏មានការខាតទ្របខាតលៀបកពុបទ្របកពុបលៀបអន្តរាយទ្របអន្តរាយលៀបទៅវិញផ្ដោតទៅលើឆ្នាំមមីដែលចូលចិត្តរឿង3យ៉ាងនេះគឺអន្តរាយលៀបធំណាស់ខាតទ្របធំណាស់អញ្ចឹងអ្នកកាត់ឆ្នាំមមីដែលចូលចិត្តរឿង3យ៉ាងនេះចូលមកស្ដាប់ហើយប្រយ័ត្នប្រយែងទី1អ្នកកាត់ឆ្នាំមមីចូលចិត្តស្រីចូលចិត្តនិយាយខ្លីថាចូលចិត្តទៅរកស្រីនៅខាងក្រៅខាតលៀបធំណាស់កម្រិត 76% នៅក្នុងការខាតលៀបនេះទី2អ្នកចូលចិត្តសូរ៉ាក៏ខាតលៀបខាតទ្របច្រើនដែរដល់ទៅ 76% ទី3អ្នកចូលចិត្តលបែងខាតលៀបខាតទ្របដល់ទៅ 76% អញ្ចឹងចំពោះអ្នកកាត់ឆ្នាំមមីមិនថាបរិសុទ្ធឬក៏ស្ត្រីដែលចូលចិត្ត3ហ្នឹងបើស្ត្រីចូលចិត្តបរិសុទ្ធបើបរិសុទ្ធចូលចិត្តស្ត្រីចូលចិត្តសូរ៉ាបរិសុទ្ធចូលចិត្តសូរ៉ាចូលចិត្តលបែងដូចគ្នាទាំងអស់នេះគឺបណ្ដាខាតលៀបកម្រិត 76% នៅក្នុងខែ4ឆ្នាំ2026រហូតដល់ខែ4ឆ្នាំ2027ទាំង3យ៉ាងនេះមិនហាមឃាត់ទេប៉ុន្តែគួរតែយូរម្ដងទើបមិនអន្តរាយទ្របមិនខាត់លៀបមិនខាត់បង់កេរ្តិ៍ឈ្មោះមិនខូចកេរ្តិ៍ឈ្មោះព្រោះអ្នកកាត់ឆ្នាំមមីនឹងមានបញ្ហាស្មុគស្មាញច្រើនដោយសារតែរឿង3យ៉ាងនេះនៅក្នុងឆ្នាំ2026រហូតដល់ខែ4ឆ្នាំ2027គ្រោះពាក្យសម្ដីមានកម្រិត 44%ភេទស្រីចូលប្រុងប្រយ័ត្នភេទស្រីបានច្រើនភេទប្រុសចូលប្រយ័ត្នភេទប្រុសជាពិសេសនៅកន្លែងការងារឬក្នុងទំនាក់ទំនងស្នេហាចូលប្រុងប្រយ័ត្នភេទដូចគ្នាបានច្រើនជាទីបំផុតព្រោះអាចមានការលាបពណ៌ចោតប្រកាន់ចាក់រុកឆ្កឹះឆ្កៀលបង្កទៅជាមានគ្រោះបែកបាក់កម្រិត 74% គ្រោះបែកបាក់នេះមិនសំដៅទៅលើគូរដណ្ដឹងគូខ្សែតែម្យ៉ាងទេសូម្បីតែមិត្តរួមការងារសូម្បីតែប្តីប្រពន្ធក៏បង្កឲ្យមានចំនួនបែកបាក់រហូតដល់ថ្នាក់លែងលះគ្នាដូចគ្នាផងដែរដូច្នោះគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតកម្រិតនៃជំងឺមានកម្រិតចូលមកបៀតបៀនកម្រិត 54% ជំងឺណាចូលមកបៀតបៀនកម្រិត 54% ដែលផ្នែកនៃជំងឺនេះគឺបើបុរសឈឺពីក្បាលចុះមកចុងដង្ហើម
រីឯស្ត្រីឈឺពីក្បាលជង្គង់មកបំពង់កដែលកម្រិត54%នេះក៏បង្កឲ្យទៅជាខាតលៀបតែយើងឈឺចិត្តបានតាណាទេអញ្ចឹងប្រុងប្រយ័ត្នគ្រោះតាមដងវិថីមានកម្រិត29%ដែលគ្រោះតាមដងវិថីនេះគឺផ្ដោតទៅលើផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបត់ផ្លូវព្រៃផ្លូវទឹកពេលថ្ងៃពេលយប់គឺមានកម្រិត29%បង្កឲ្យមានការខូចខាតទ្រព្យ50%និងបង្កឲ្យមានរបួសស្នាម50%តែគ្រោះតែ29%ទេប៉ុន្តែយើងបែងចែកជាពីរគឺពាក់កណ្ដាលម្នាក់នៃការខូចខាតណានេះគឺគ្រោះតាមដងវិថីរីឯគ្រោះក្នុងផ្ទះតាមចណ្ដែលក្នុងបន្ទប់ទឹកតាមទ្វារមានកម្រិត29%ដូចគ្នាបង្កឲ្យមានរបួសស្នាមរហូតដល់ថ្នាក់ចាញ់ឈាមនេះគឺជាការព្យាករណ៍លម្អិតលេខរៀងទី2នៃទេវតាឆ្នាំមមីតួឆ្នាំមមីខ្លួនឯងនឹងមានកម្រិតមាស2កម្រិតលៀបបង្ហូរចូល79%ចន្លោះពីខែ4ឆ្នាំ2026ទៅដល់ខែ4ឆ្នាំ2027អញ្ចឹងលោកគ្រូជូនពរឆ្នាំមមីបរិសុទ្ធស្ត្រីឲ្យបានឆ្លងផុតនៅរឿងអាក្រក់ឆ្លងផុតវា3ក្នុងទាំង4មានសេរីសួស្តីមានលៀបមានជ័យជាចុងក្រោយលោកគ្រូសូមជម្រាបលា